Bà lồng hạt ní cứ dương nâng để dây em pi cài kệ níอายุสะចឹងអាសិស្សយើងមានឈ្មោះ XO នេះគាត់កើតនៅថ្ងៃទី8ខែ9ឆ្នាំ2022គាត់មានអាយុមែនបើគិតត្រឹមថ្ងៃហ្នឹងចឹងយើងប្រើរមន្តបែបនេះយកឆ្នាំហ្នឹងដកជាមួយឆ្នាំរបស់គាត់បាទធម្មតាបើយើងគិតកណេដៃមួយណាយើងស្មើ2026ដក2022ដក2002ធ្វើបែបនេះចេញចម្លើយដូចគ្នាប៉ុន្តែយើងអូសចម្លើយចេញហើយចឹងដើម្បីអូសចម្លើយចេញយើងវាយរមន្តតាមខាងក្រោមមកបាទស្មើឆ្នាំហ្នឹងដក year នៅកន្លែងណា year នៅក្នុង cell D4 បាទដោយសារចុចអត់កាត់យើងវាយ D4 ចឹងមកទៅ enter មកចេញចម្លើយ24ឆ្នាំអានេះយើងគ្រាន់តែអូសមកចឹងអានេះវាយក2024អានេះយកទៅដកមក2007អានេះទៅដកមក2010អានេះទៅដកមក2006ណាចឹងយើងធ្វើបែបនេះបានយើងអូសកាតវាយ year ចឹងមកការគណនាអាយុតាមរបៀបទី2គឺគេប្រើរមន្ត dated if បាទអញ្ចឹងខ្ញុំ copy តែម្ដងទៅបាទហើយយើងវាយចូលក្នុងហ្នឹងមកអញ្ចឹងយើងវាយ dated if យើងយក D4 ហ្នឹងយើងចុចមកលើកន្លែងហ្នឹងមកក្បៀស H2 នេះគឺថ្ងៃហ្នឹងបាទយើងដាក់ថ្ងៃហ្នឹងមកកន្លែងនេះមកក្បៀសយើងដាក់ y នៅក្នុងក្មេងកណ្ដោបាទ y ឲ្យដូចអញ្ចឹងមកណា enter អញ្ចឹងយើងចេញ23ឆ្នាំបាទចុះបើគិតជាខែវិញយើង copy រមន្តហ្នឹងទៅទៀត copy យើងមកដាក់នៅកន្លែងខែនេះបាទហើយយើងដូរy នេះយើងដូរដាក់ m វិញអញ្ចឹងវាចេញជាខែ281ខែអាយុរបស់គាត់ហើយបើគិតជាថ្ងៃអូខេអត់មានអីពិបាកទេវាយរមន្តនឹងចូលកន្លែងថ្ងៃនឹងមកដូរ y នេះដាក់អីគេ d វិញអញ្ចឹងគិតជាថ្ងៃបានអញ្ចឹងយើងចង់គណនាអាយុហើយនេះគិតជាឆ្នាំក៏បានគិតជាខែក៏បានគិតជាថ្ងៃក៏បានអូខេលំហាត់នេះមានប៉ុណ្ណឹងជំនាញលើលំហាត់ក្រោយទៀត